បាទសូមគោរពជំរាបសួរបងប្អូនថ្ងៃនេះមកឆ្លើយតបសំណួររបស់បងប្អូនដែលបានសួរជាច្រើនពាក់ព័ន្ធទៅនឹង UV ដែល free ជូនប្រភេទ 3M នោះតែមុននឹងទៅដល់ការឆ្លើយតបសំណួរនាំបងប្អូនមកមើលប្រភេទ film ដែលបិទនឹងផ្ដល់ជូនដល់អតិថិជននៅប្រភេទ film បែបណាហើយមាន film ប្រភេទណាខ្លះនៅហាង Monica Auto របស់យើងអញ្ជើញបងប្អូនមកពិនិត្យមើលគឺ film នៅហាង Monica Auto របស់យើងគឺយើងមាន6ប្រភេទខុសៗគ្នាបាទខាងលើនេះណែនាំជូនបងប្អូនខាងលើនេះគេហៅថាប្រភេទ TPH កម្រាស់វា6មីលកន្លះបាទហើយខាងក្រោមនេះក៏ TPH ដែរកម្រាស់7មីលកន្លះប៉ុន្តែសម្រាប់ហាង Monica Auto មិន recommend ឬក៏មិនណែនាំឲ្យបងប្អូនបិទប្រភេទ TPH កម្រាស់6មីលកន្លះទេវារៀងស្ទើរបន្តិចដែលឡែក4ប្រភេទខាងក្រោមនេះគឺប្រភេទ TPU បាទទី1នេះគឺប្រភេទ TPU កម្រាស់6មីលកន្លះបាទហើយមួយនេះ TPU ដែរកម្រាស់7មីលកន្លះហើយខាងនេះក៏ TPU ដែរកម្រាស់8មីលកន្លះនិងកម្រាស់10មីលបងប្អូនចំពោះប្រភេទផលិតផលខុសគ្នារវាង TPH និង TPU TPU គឺមានភាពស្វិតជាងភ្លឺជាងនិងព្យាបាលស្នាមស្កូតដោយខ្លួនឯងដែលប្រភេទ TPH អត់មានសមត្ថភាពដោយប្រភេទ TPU បាទដូច្នេះណែនាំបងប្អូនទៅមើលប្រភេទ UV 3M ដែលហាង free ជូនអតិថិជនបាទខាងនេះគឺយើងមានប្រភេទហៅថាសាទីនថ្លាសាទីនខ្មៅបាទអញ្ជើញបងប្អូនទៅមើលប្រភេទ UV បាទបងប្អូននេះជាប្រភេទ UV 3M ដែលហាងបាន free ជូនដល់អតិថិជនដែលភ្ញៀវមកប្រើប្រាស់សេវាកម្មបិទតួទឹកថ្នាំឡានប្រភេទ TPH តម្លៃ$215និងប្រភេទ TPU កម្រាស់6មីលកន្លះតម្លៃ$295នេះហាង free ជូនប្រភេទ 3M បាទអញ្ចឹងភ្ញៀវអាចរើសបានចំពោះប្រភេទកម្រិតពណ៌មានប្រភេទ 50% 70% 80% ឬក៏ច្រើនជាងហ្នឹងបាទនៅហាង Monica Auto យើងមាន UV ច្រើនប្រភេទណាផ្សេងគ្នាទៅតាមតម្រូវការរបស់អតិថិជនក៏ដូចជាទៅតាមលទ្ធភាពរបស់អតិថិជនដែលគាត់ចង់ប្រើប្រាស់បាទនេះសិតតែជាប្រភេទ UV នៅហាង Monica Auto យើងមាន UV ច្រើនប្រភេទបាទដល់ឡែកខាងនោះគឺជាប្រភេទស្គុតពណ៌សម្រាប់បិទលេងឬក៏បិទពេញមួយតួឡានក៏មានដែរបាទដូច្នេះឆ្លើយតបទៅនឹងសំណួររបស់អតិថិជន UV ប្រភេទ 3M Original ដែលកាត់កម្ដៅបានរហូតដល់ 95% មានកម្រាស់2មីលនិងប្រើប្រាស់រហូតដល់5ឆ្នាំបាទសូមអរគុណ